សាកសពដំរីទឹកមួយក្បាលសោះមានកម្លាំងផ្ទុះរហូតដូចជាគ្រាប់បែកពិតជាគួរអាណិតដំរីទឹកនេះខ្លាំងមែនទែនដោយសារតែមានពស់មួយក្បាលបានចឹកសត្វដំរីទឹកមួយក្បាលនេះបន្ទាប់ពីវាឡើងគោកមួយស្ទុះក្រោយមក2-3ថ្ងៃក្រោយមកអ្នករកក៏បានឃើញសាកសពដំរីទឹកនេះវាហើមស្អុយខ្លាំងមែនទែនហើយគាត់ក៏ចង់ដឹងថាបន្ទាប់ពីដំរីទឹកមួយក្បាលនេះស្លាប់បាត់ទៅតើមានរឿងអ្វីកើតឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ធម្មជាតិសត្វជាច្រើនកំពុងតែសប្បាយរីករាយក្នុងការដណ្ដើមចំណីពីសាច់របស់សត្វដំរីទឹកមួយក្បាលនេះអ្នករកគឺព្យាយាមតាមដានខ្លាំងមែនទែនពួកវាពិតជាសប្បាយរីករាយជាមួយនឹងសាកសពដ៏ធំសម្បើមដែលពួកវាមិននឹកស្មានដល់ដំរីទឹកមួយក្បាលនេះស្លាប់ដោយសារតែពស់ចឹកហើយការងាប់របស់វានេះគឺផ្ដល់ផលប្រយោជន៍ច្រើនខ្លាំងមែនទែនសម្រាប់សត្វនៅជុំវិញនេះមិនថាសត្វឆ្កែហៃយ៉ាណាមិនថាសត្វខ្លាឬក៏សត្វតោនោះទេពួកវាតែងតែដើរមកដោយសារតែការធំក្លិននិងភាពតាក់ទាញរបស់សាកសពរបស់សត្វដំរីទឹកនេះផងដែរសត្វឆ្កែហៃយ៉ាណាគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគឺជាសត្វប្រភេទដែលចូលចិត្តស៊ីរបស់ស្អុយនិងថ្មាតបាទពួកវាបានចោមរោមសត្វដំរីទឹកនេះអស់រយៈពេល3ថ្ងៃមកហើយក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីសត្វដំរីទឹកឲ្យបានដោយសារតែស្បែកសត្វដំរីទឹកពិតជាក្រាស់ខ្លាំងមែនទែនពួកវាបានត្រឹមតែចឹកសាច់បន្តិចបន្តួចរបស់សត្វដំរីទឹកតែប៉ុណ្ណោះបន្ទាប់ពីស្លាប់រយៈពេលជាច្រើនថ្ងៃហ្គាសនៅក្នុងពោះរបស់សត្វដំរីទឹកកាន់តែរីកមាឌធំឡើងស្ទើរតែមិនគួរឲ្យជឿសាកសពសត្វដំរីទឹកត្រូវបានអណ្ដែតពីវាលពេលកាលនិងមានសត្វជាច្រើនកំពុងតែដណ្ដើមគ្នាដើម្បីគ្រប់គ្រងធ្វើជាម្ចាស់របស់សត្វសាកសពដំរីទឹកមួយក្បាលនេះផងដែរក៏ប៉ុន្តែមានរឿងមួយដែលមិននឹកស្មានដល់នៅពេលដែលសត្វឆ្កែហិរញ្ញមួយក្រុមនេះកំពុងតែសប្បាយរីករាយក្នុងការដណ្ដើមចំណីរបស់វានៅក្នុងចិត្តរបស់ពួកវាពិតជាមានអារម្មណ៍រំភើបមែនទែនដោយសារតែនេះជាចំណីដែលកម្របានស៊ីខ្លាំងមែនទែនមិនងាយបានស៊ីនោះទេដោយសារតែសត្វដំរីទឹកគឺជាសត្វដែលសាហាវមិនងាយធ្វើបាបឬក៏មិនងាយចាប់ប្រមាញ់នោះទេក៏ប៉ុន្តែសត្វឆ្កែហិរញ្ញនេះសប្បាយមិនទាន់បានប្រមាណផងគឺវាបានទាញចំកន្លឹះគ្រាប់បែកបាត់ទៅហើយបាទធ្វើឲ្យសត្វដំរីទឹកដែលមានទំហំធំដែលស្ជើផ្ទុះនោះគឺផ្ទុះឡើងតែម្ដងធ្វើឲ្យពួកវាគឺរត់ចែកជើងគ្នាតែម្ដងបងប្អូនទាំងគ្នាពិតជា